ជំរាបសួរបងប្អូនទាំងអស់គ្នានេះខ្ញុំមកប្រាប់អំពីរបៀបប្រើប្រាស់ម៉ាស៊ីនវាស់ស្ថានភាពតាមថ្ងៃម៉ាក KS30 ម៉ាស៊ីននេះគឺប្រើថ្មពិលចំនួន2កូនហើយមានអេក្រង់ធំហើយប៊ូតុងនេះគឺសម្រាប់បើកប៊ូតុងអប់នេះគឺសម្រាប់កត់ចំណាំស្ថានភាពដែលបងពីមុនហើយប៊ូតុងនេះសម្រាប់ដូរវាស់ស្ថានភាពមនុស្សឬក៏ស្ថានភាពក្នុងបន្ទប់ហើយប៊ូតុងនេះអាចដូរកម្រិតຂະຫນាតរបស់ស្ថានភាពគិតជាអង្សាសេឬក៏ Fahrenheit បានឥឡូវខ្ញុំសូមបើកដំណើរការពេលដែលយើងឃើញដាក់អក្សរឡូបែបនេះមានន័យថាស្ថានភាពក្រោម32អង្សាសេហើយនៅពេលដែលចេញរូបតុក្កតាបែបនេះមានន័យថាគឺសម្រាប់វាស់ស្ថានភាពរបស់មនុស្សហើយយើងចុចដូរទៅវាចេញសញ្ញាបែបនេះគឺសម្រាប់វាស់ស្ថានភាពក្នុងបន្ទប់ហើយខ្ញុំសូមវាស់ស្ថានភាពរបស់មនុស្សខ្ញុំចុចដូរមកចេញរូបតុក្កតាហើយដាក់នៅចុចថ្ងៃអានេះស្ថានភាពគិតជាអង្សាសេឥឡូវខ្ញុំចង់វាស់ទៅជាຂະຫນាត Fahrenheit យើងគ្រាន់តែចុចបិទវាមួយហើយចុចប៊ូតុងដូរនេះឲ្យជាប់វានឹងលោតឲ្យយើងជ្រើសរើសយើងចុចទៅចេញ Fahrenheit យើងចុច select មកហើយយើងចុចវាស់នេះកម្ដៅຂະຫນាតគិតជា Fahrenheit ឥឡូវខ្ញុំដូរទៅជាអង្សាសេវិញយើងចុចឲ្យជាប់ហើយយើងចុចមួយឲ្យចេញຂະຫນាតអង្សាសេយើងចុច select វាហើយយើងចុចវាស់នេះកម្ដៅគិតជាអង្សាសេហើយនៅពេលដែលយើងចង់វាស់ស្ថានភាពក្នុងបន្ទប់យើងគ្រាន់តែចុចកន្លែងប៊ូតុងនេះឲ្យជាប់មួយហើយវាលោតចឹងយើងចុចវាស់ទៅនេះគឺជាស្ថានភាពនៅក្នុងបន្ទប់សូមអរគុណ